Chang'an CA55 Plus រថយន្ត SUV ចំនួនថ្មីសម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាតម្លៃជាង$20,000ប៉ុណ្ណោះថ្មីនេះក្រុមហ៊ុន RMA Cambodia បានប្រកាសដាក់សម្ពោធជាផ្លូវការ Chang'an CA55 Plus រថយន្ត SUV ចំនួនថ្មីដែលរួមបញ្ចូលគ្នារវាងប្រណិតភាពឆ្លាតវៃនិងសុវត្ថិភាពខ្ពស់សម្រាប់រាល់ដំណើរកម្សាន្តនៅលើទីផ្សារប្រទេសកម្ពុជាជាមួយនឹងវត្តមាននៅពេលនេះ Chang'an CA55 Plus រថយន្ត SUV ចំនួនថ្មីគឺមានតម្លៃត្រឹមតែ$29,900តែប៉ុណ្ណោះបើមើលទៅលើការ design ផ្នែកខាងមុខរបស់រថយន្ត SUV ចំនួនថ្មី Chang'an CA55 Plus នេះគឺឃើញថាការផ្លាស់ប្ដូរទៅលើប៉ាណាផ្នែកខាងមុខមានទំហំធំមានភាពប្រណិតមើលទៅពិតជាទាក់ទាញហើយមិនតែប៉ុណ្ណោះក្រុមហ៊ុនថែមទាំងមានការ design នៅ daytime running light ថ្មីដែលមានរាងជាអក្សរ C ភ្ជាប់គ្នាកាត់ទទឹងដោយប្រើប្រាស់នៅអំពូល LED មើលទៅដូចជាឡានអគ្គិសនីអញ្ចឹងចំពោះចង្កៀងវិញគឺមានបំពាក់មកនៅអំពូលគុជផ្ដល់នៅពន្លឺភ្លឺច្បាស់ហើយនឹងមានភ្ជាប់នៅមុខងារបញ្ចាំងភ្លើង Far Code Auto ដែលអាចឆ្លាស់គ្នាទៅវិញទៅមកបានយ៉ាងរលូនទៅតាមស្ថានភាពផ្លូវក្រឡេកមកមើលផ្នែកចំហៀងវិញគឺមានបំពាក់នៅកាមេរ៉ាលើផ្នែកកញ្ចក់មើលខាងក្រោយមានដៃទ្វារទាញងាយស្រួលបើកបិទនិងប្រើប្រាស់នៅយ៉ានកង់ថ្មីទំហំ19អ៊ីងតាក់ទងនៅផ្នែកខាងក្រោយនៃរថយន្ត SUV ចំនួនថ្មី Chang'an CA55 Plus ថ្មីនេះគឺមានការ design ថ្មីទាំងស្រុងដូចគ្នាដោយមើលទៅគឺបង្ហាញនូវភាពប្រណិតខ្លាំងមែនទែនជាមួយនឹងការរចនាស្តុបខាងក្រោយជាមួយនឹងអំពូល LED រត់ជាខ្សែកាត់ទទឹងមានភាពភ្លឺច្បាស់ងាយស្រួលក្នុងការធ្វើដំណើរនៅពេលយប់អ្វីដែលពិសេសនោះក្រៅពីមាន spoiler ខាងលើដ៏ស្រស់ស្អាតនៅខាងក្រោមនៃរថយន្តក៏មានបំពាក់នៅបំពង់ស៊ីម៉ាំងភ្លោះដែលមើលទៅដូចជាឡានស្ពតអញ្ចឹងហើយបើមើលទៅលើតួរថយន្តវិញគឺប្រើប្រាស់នៅដែកថែបរឹងមាំបំផុតស្របពេលដែលប្រព័ន្ធបូមវិញគឺមានការប្រើប្រាស់នៅ MacPherson Independent នៅផ្នែកខាងមុខនិង Multi-Link Independent នៅផ្នែកខាងក្រោយផ្ដល់នូវការធ្វើដំណើរប្រកបដោយផាសុកភាពទោះស្ថិតនៅលើស្ថានភាពផ្លូវរលាក់ក៏ដោយChang'an CA55 Plus រថយន្ត SUV ចំនួនទី4នេះគឺមានការប្រើប្រាស់នៅម៉ាស៊ីនប្រភេទ Blue Core Turbo Engine ចំណុះ 1.5 លីត្រមានកម្លាំង180សេសនិងមានកម្រិតរមួលរហូតដល់280 Nm ហើយនឹងមានកម្រិតស៊ីសាំងតិចបំផុតគឺត្រឹមតែ6ទៅ7លីត្រប៉ុណ្ណោះសម្រាប់ការបើកបរចម្ងាយ100 km ចំពោះផ្នែកខាងក្នុងនៃរថយន្តនេះវិញគឺមានការ design មកជាមួយនឹងដៃចង្កូតអេឡិចត្រូនិក e-pass ធូរងាយស្រួលបើកមានដៃទ្វារភ្ជាប់ជាមួយនឹងកន្លឹះថ្មីស្រួលបើកដូចគ្នាហើយបើនិយាយពីកៅអីវិញទាំងខាងមុខនិងខាងក្រោយគឺរចនាចេញអំពីស្បែកមានទំហំធំទូលាយផ្ដល់នូវផាសុកភាពបំផុតបន្ថែមពីនេះក៏មាននៅកុងទ័រ Digital សម្រាប់អ្នកបើកបរទំហំ10អ៊ីងនិងអេក្រង់កម្សាន្តទំហំ 12.8 អ៊ីងដែលទ្រទ្រង់នៅ Apple CarPlay និង Android Auto ក៏ដូចជា Google Maps មកជាស្រេចជាពិសេសនោះគឺមានដំឡើងមកជាមួយនៅ International eSIM ដែលអនុញ្ញាតឲ្យអ្នកបើក App និងទស្សនា YouTube បានទៀតផងជាមួយគ្នានេះអ្នកប្រើប្រាស់ក៏អាចបញ្ឆេះរថយន្តពីចម្ងាយក៏ដូចជាបញ្ជាទៅលើមុខងារប្រើប្រាស់នានាតាមទូរស័ព្ទដៃរបស់ខ្លួនបានផងដែរសម្រាប់ចំណុចពិសេសផ្សេងៗទៀតមានដូចជាមុខងារ Wireless Charge ចង្កឹះលេខថ្មីនៅខាងលើមានអំពូល ambient light ដល់ទៅ256ពណ៌និងកៅអីអូតូសេរីបាន6របៀបសម្រាប់អ្នកបើកបរនិង4របៀបសម្រាប់អ្នកអមដំណើរមានដំបូលខាងលើ Panoramic Sky Roof បើកបិទបានធំហើយនឹងបញ្ជាបានតាម voice ទៀតផងទៅលើប្រព័ន្ធសុវត្ថិភាពវិញនៅលើ Chang'an CA55 Plus រថយន្ត SUV ចំនួនទី4នេះមានដូចជាប្រព័ន្ធកំណត់ល្បឿនស្វ័យប្រវត្តិតាមឡានខាងមុខប្រព័ន្ធជំនួយការបើកបរឆ្លាស់កន្លងផ្លូវដោយស្វ័យប្រវត្តិប្រព័ន្ធជំនួយលើដៃចង្កូតផ្ដល់សញ្ញាឲ្យនៅតាមកន្លងផ្លូវត្រឹមត្រូវប្រព័ន្ធរ៉ាដានិង sensor មួយជុំរថយន្តរួមនឹងប្រព័ន្ធកាមេរ៉ា340ដឺក្រេដែលអាចមើលនិង record បានមួយជុំឡានថែមទៀតផងសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទំនាក់ទំនងទៅកាន់ page ផ្លូវការរបស់ក្រុមហ៊ុនឬតាមរយៈលេខទូរស័ព្ទខាងក្រោម